មហាសេដ្ឋីវ័យចំណាស់ម្នាក់និងស្រីកំណាន់វ័យក្មេងរបស់គាត់ទើបតែចាក់ចេញពីសន្តាគារនៅតាមដងផ្លូវត្រឡប់ទៅផ្ទះនាងបានអោនខ្លួនមកចិត្តហើយខ្សឹបថាខ្ញុំចង់ទិញឡានថ្មីមួយហើយបើមានថែមកាបូបម៉ាល្បីមួយទៀតរឹតតែល្អគាត់សើចតិចហើយក្រវីក្បាលខ្ញុំនឹងឲ្យអ្នក$20,000ប៉ុន្តែមិនមែនសម្រាប់ទិញឡានឬកាបូបទេយើងបើកអាជីវកម្មភោជនីយដ្ឋាន buffet គ្រួសារមួយនាងបើកភ្នែកធំ buffet ខ្ញុំមើលទៅដូចជាមនុស្សដែលអាចបើកកន្លែងបែបនេះបានទេគាត់ញញឹមបើអាជីវកម្មដំណើរការល្អឡាននិងផ្ទះនឹងមកតាមក្រោយជឿខ្ញុំទៅនៅរសៀលថ្ងៃនោះគាត់បានបើកឡានចូលទៅកាន់ភោជនីយដ្ឋាន buffet មួយដែលស្ទើរតែគ្មានអតិថិជននៅជាយក្រុងគាត់បែរទៅសួរម្ចាស់ហាងដែលមើលទៅហាក់បីកំពុងអស់កម្លាំងថាធ្លាប់គិតចង់លក់ហាងនេះទេម្ចាស់ហាងដកដង្ហើមធំប្រហែលជាធ្លាប់ប៉ុន្តែខ្ញុំត្រូវការយ៉ាងហោចណាស់$20,000មហាសេដ្ឋីនិយាយភ្លាមថាខ្ញុំនឹងដាក់ប្រាក់$20,000សម្រាប់រយៈពេល1ខែបើខ្ញុំអាចធ្វើឲ្យអាជីវកម្មនេះមានភាពរីកចម្រើនក្នុងរយៈពេល30ថ្ងៃខ្ញុំនឹងបង់ប្រាក់$20,000ភ្លាមបើខ្ញុំធ្វើមិនបានអ្នករក្សា$20,000នេះទុកជាថ្លៃជួលម្ចាស់ហាងគិតមួយសន្ទុះរួចក៏ងក់ក្បាលយល់ព្រមមហាសេដ្ឋីបែរទៅមើលស្រីកំណាន់របស់គាត់ឥឡូវនេះកន្លែងនេះជារបស់អ្នកហើយមើលហើយរៀនទៅជំហានទី1គាត់ប្រាប់ឲ្យនាងរៀបប្រអប់ស្រាបៀរត្រជាក់ជាច្រើនដាក់នៅមាត់ទ្វារចូលអ្នកណាដែលដើរកាត់អាចយកស្រាបៀរបានតាមចំនួនដែលអាចកាន់បានដោយដៃម្ខាងដោយឥតគិតថ្លៃយក2កំប៉ុងឥតគិតថ្លៃយក5កំប៉ុងក៏នៅតែមិនគិតថ្លៃសូម្បីតែមនុស្សដែលគ្មានពេលអង្គុយញ៉ាំអាហារក៏អាចយកស្រាបៀរទៅផឹកសិនហើយត្រឡប់មកពេលក្រោយបានឬអាចទុកស្រាបៀររបស់ពួកគេនៅហាងហើយមកយកនៅពេលត្រឡប់មកវិញក៏បានតាមវិធីនេះគ្មាននរណាដែលដើរកាត់ហាងអាចមើលរំលងយើងបានទេនាងសម្លឹងមើលគាត់ដោយការភ្ញាក់ផ្អើលជំហានទី2គាត់បន្តជាការពិតការឲ្យយកដែលឥតគិតថ្លៃតែម្ដងមិនគ្រប់គ្រាន់ទេពេលនោះអ្នកប្រាប់ពួកគេថាបើអ្នកថតវីដេអូខ្លួនឯងពេលកំពុងយកស្រាបៀរហើយបង្ហោះវាតាមអ៊ីនធឺណិតអ្នកអាចមកយកម្ដងទៀតដោយឥតគិតថ្លៃនេះគឺជាការផ្សព្វផ្សាយដោយឥតគិតថ្លៃដែលបង្កើតឡើងដោយអតិថិជនផ្ទាល់នាងងក់ក្បាលដោយងឿងឆ្ងល់ប៉ុន្តែបើពួកគេមិនត្រឡប់មកញ៉ាំអាហារពិតប្រាកដវិញទេតើយើងធ្វើម៉េចជំហានទី3គាត់ញញឹមនេះហើយជាពេលដែលយើងចាប់ផ្ដើមកម្មវិធីចាប់រង្វាន់ចំណាយ$200ឬច្រើនជាងនេះនៅ buffet អ្នកអាចនឹងទទួលបានឱកាសឈ្នះរង្វាន់ BMW ថ្មីស្រឡាងមួយគ្រឿងភ្នែករបស់នាងបើកធំមែនទេអ្នកនឹងឲ្យ BMW មួយគ្រឿងដោយគ្រាន់តែឲ្យមនុស្សមកញ៉ាំ buffet មែនទេមែនប៉ុន្តែច្បាប់គឺយើងនឹងចាប់រង្វាន់ឲ្យអ្នកឈ្នះលុះត្រាតែយើងប្រមូលបាន$5,000សន្លឹកចូលរួមសិនគ្រួសារនឹងនាំមិត្តភ័ក្តិមិត្តរួមការងារនិងសាច់ញាតិមកមនុស្សខ្លះនឹងត្រឡប់មកម្ដងហើយម្ដងទៀតដើម្បីបង្កើនឱកាសឈ្នះរបស់ខ្លួនគាត់បានគណនាយ៉ាងរហ័សឲ្យនាងមើលអតិថិជន5,000នាក់គុណនឹង$200ចំណូលស្មើនឹង$1,000,000បើមានប្រាក់ចំណេញ 40% នោះមានន័យថាយើងចំណេញបាន$40,000ដកថ្លៃ BMW ចំនួន$10,000យើងនៅសល់ប្រាក់ចំណេញ$30,000បង់$20,000ដើម្បីទិញហាងនេះជាកម្មសិទ្ធិផ្ទាល់ខ្លួនហើយយើងនៅសល់ទុន$10,000នាងសម្លឹងមើលគាត់ដោយមិនអាចនិយាយអ្វីបានអ្នកធ្វើឲ្យមើលទៅងាយស្រួលណាស់គាត់អង្គុយផ្អែកទៅក្រោយហើយនិយាយថាវាមិនមែននិយាយអំពីម្ហូបអាហារទេវានិយាយអំពីប្រព័ន្ធនិងមនុស្សក្នុងរយៈពេលត្រឹមតែ1សប្តាហ៍ buffet នេះពេញទៅដោយអតិថិជនមនុស្សតម្រង់ជួររង់ចាំនៅខាងក្រៅចំនួនមនុស្សដើរឆ្លងកាត់តំបន់នោះកើនឡើងដល់ទៅ3ដងហើយផ្ទះបាយស្ទើរតែធ្វើម្ហូបមិនទាន់អ្នកស្រុកបានហៅវាថា buffet ដែលកំពុងល្បីតាមអ៊ីនធឺណិតនៅយប់នោះពេលអង្គុយក្នុងឡាននាងបានខ្សឹបសួរថាតាមពិតវាមិនមែននិយាយអំពីការញ៉ាំអាហារទេមែនទេមហាសេដ្ឋីវ័យចំណាស់បានញញឹមដូចដែលខ្ញុំបាននិយាយវាមិនដែលនិយាយអំពីម្ហូបទេវាតែងតែនិយាយអំពីមនុស្សនៅក្នុងអាជីវកម្មភាពជោគជ័យមិនមែនកើតឡើងដោយសារតែអ្នកមានផលិតផលល្អបំផុតឬតម្លៃថោកបំផុតនោះទេវាកើតចេញពីការយល់ដឹងអំពីមនុស្សពួកគេចង់បានអ្វីពួកគេខ្លាចអ្វីហើយអ្វីជាកត្តាដែលជំរុញឲ្យពួកគេសម្រេចចិត្តកិច្ចព្រមព្រៀងដែលរកប្រាក់ចំណេញបានច្រើនបំផុតតែងតែជារបស់អ្នកដែលអាចអាននិងយល់អំពីបំណងប្រាថ្នាគោលបំណងនិងគំនិតរបស់អ្នកដទៃការចាប់ផ្ដើមអាជីវកម្មគឺដូចជាការដើរចូលទៅក្នុងបន្ទប់មួយដែលពោរពេញទៅដោយមនុស្សមិនស្គាល់គ្នាអ្នកត្រូវស្វែងយល់ឲ្យបានលឿនថាអ្នកណាចាប់អារម្មណ៍អ្នកណាគ្រាន់តែមើលហើយអ្នកណាត្រៀមខ្លួនរួចជាស្រេចដើម្បីទិញសហគ្រិនភាគច្រើនបរាជ័យព្រោះពួកគេផ្ដោតលើផលិតផលរបស់ខ្លួនជាជាងព្យាយាមយល់អំពីគំនិតនិងចិត្តរបស់អតិថិជន